ជាបឋមខ្ញុំកណ្ណាខ្ញុំខំវាសនាសូមក្រាបថ្វាយបង្គំប្រគុណម្ចាស់ព្រះថេរានុថេរៈដែលព្រះអង្គកំពុងតែគង់ជាវត្តមានក្នុងវេទិកាសាធារណៈនៅថ្ងៃនេះជាទីគោរពសក្ការៈសូមគោរពបងប្អូនលោកតាលោកយាយក្មួយទាំងអស់ដែលមានវត្តមាននៅទីនេះជាទីគោរពនិងជាទីផ្អានបងប្អូនត្រូវចងចាំថាក្នុងលោកនេះអ្វីរួមទាំងខ្លួនយើងផងគឺជាធម្មជាតិហើយបងប្អូនត្រូវចងចាំថាធម្មជាតិទាំងឡាយគឺកើតក្រោមច្បាប់ហេតុនិងផលអត់មានច្បាប់ធម្មជាតិមួយណាកើតប្រឆាហេតុផលទេអញ្ចឹងពេលណាបងប្អូនស្ដាប់បងប្អូនត្រូវផ្ទៀងផ្ទាត់ហេតុផលមានតែសាសនាទេដែលនិយាយឥតហេតុឥតផលនោះប៉ុន្តែព្រះសម្មាសម្ពុទ្ធលោកត្រាស់ដឹងច្បាប់ធម្មជាតិលោកសម្ដែងអំពីហេតុផលគ្មានអ្វីកើតប្រឆាហេតុផលទេក្នុងលោកនេះប៉ុន្តែយើងឃើញក្នុងគម្ពីរសាសនាដែលគេហៅថាគម្ពីររបស់ព្រះសម្មាសម្ពុទ្ធមានរឿងរ៉ាវខ្លះហួសហេតុពាក្យថាហួសហេតុនឹងមានន័យថាអត់សមហេតុអត់សមផលអីទាំងអស់ត្មងសួរថាហេតុអីបានអញ្ចឹងពីព្រោះគម្ពីរនេះវាឆ្លងកាត់សម័យកាលយូរណាស់មកហើយជាធម្មតាមនុស្សតែងតែកែច្នៃបើព្រះសម្មាសម្ពុទ្ធនឹងមានមហិទ្ធិឫទ្ធិហ្នឹងណាម៉េះមុនបរិណិព្វាននឹងដាក់មកស៊ុចចំមកគម្ពីរនឹងគ្មានពីណាទៅកែកើតទេប៉ុន្តែច្បាប់ធម្មជាតិវាទៅមិនកើតគឺថាមនុស្សចំនួនក្រោយគេចេះតែកែបន្តកតុយគ្នាទៅអញ្ចឹងបានព្រះសម្មាសម្ពុទ្ធលោកផ្ដាំទុករួចជាស្រេចកុំជឿព្រោះគម្ពីរកុំជឿព្រោះតែប្រពៃណីទំនៀមទម្លាប់អ្នកប្រកាន់ថាបែបហ្នឹងចាំអ្នកពិចារណាប្រកបដោយហេតុផលឃើញថារឿងហ្នឹងវាអញ្ចឹងមែនចាំអ្នកទទួលយកបើអ្នកចេញក្នុងផ្លូវហ្នឹងណាបងប្អូនឥតមានពីណាបោកយើងបានទេពីព្រោះធម្មជាតិទាំងអស់រួមទាំងខ្លួនយើងនឹងផងគឺជាធម្មជាតិដូចគ្នាធម្មជាតិឬធម្មៈឬហៅថាធម៌ដូចគ្នាធម្មៈធម្មជាតិរួមទាំងខ្លួនយើងផងក៏ជាធម្មជាតិកុំចាត់ទុកថាទេសភាពជុំវិញខ្លួនយើងជាធម្មជាតិរួចហើយអញជាសត្វមិនអញ្ចឹងទេបើបងប្អូនជាសត្វមួយណាបងប្អូនមិនមែនទៅស៊ីរបស់ធម្មជាតិនឹងបានទេបងប្អូនមិនអាចហូបបន្លែហូបអីដែលជារបស់ធម្មជាតិចូលមកក្នុងរបស់មួយដែលចម្លែកជាងគេគឺខ្លួនយើងនឹងបានទេទោះតែខ្លួនយើងជាធម្មជាតិដែរបានហូបបន្លែនឹងវាអាចបឺតជញ្ជក់បន្លែនឹងមកបានខ្លួនយើងនឹងក៏ជាធម្មជាតិដែរហើយត្រូវចងចាំថាច្បាប់ធម្មជាតិគឺកើតក្រោមច្បាប់ហេតុនិងផលអ្វីទាំងអស់ក្នុងលោកនេះណាគឺជាធម្មជាតិគឺជាធម៌ទាំងឡាយគឺកើតក្រោមច្បាប់ហេតុនិងផលបងប្អូនដឹងបញ្ហារបស់ខ្មែរយើងតាំងពីយូរមកកើតមកពីរឿងអីកើតមកពីរឿងខ្មែរជឿស្លុបអត់មានហេតុអត់មានផលហ្នឹងអាត្រង់នឹងហើយដែលកើតនៅលើទឹកដីសវណ្ណភូមិហើយនៅតែក្រទៀតជំងឺធំជាងគេរបស់ខ្មែរគឺជំងឺជឿស្លុបហ្នឹងអត់មានហេតុអត់មានផលហ្នឹងដូនតារបស់យើងចាប់ផ្ដើមមិនដែលត្រូវខ្ញុំថាអញ្ចឹងចុះបន្ទោសដូនតាបន្តិចចុះចាប់ផ្ដើមមិនដែលត្រូវតែចាប់ផ្ដើមមិនត្រូវអាផលវាក៏មិនត្រូវចាប់ផ្ដើមបញ្យល់មនុស្សឲ្យចេះយល់មើលកុំឲ្យគាត់ជឿមើលចាប់ផ្ដើមមកត្រូវមើលមនុស្សតែឈប់ល្ងងហើយមនុស្សអាចជួយខ្លួនឯងបានហើយប៉ុន្តែចាប់ផ្ដើមមិនដែលត្រូវធ្វើម៉េចឲ្យតែគេស្រឡាញ់ខ្លួនឯងឲ្យផ្អើលតាមបងមកតែហ្មងចេញតែក្បួននឹងមកហេតុអីបានអ្នកដឹកនាំទៅជាអញ្ចឹងពីព្រោះវាលោតមិនរួចពីលោកធម៌កើតមកវាចង់បានឲ្យគេស្រឡាញ់នឹងតែហ្មងវាលោតមិនរួចពីលោកធម៌វាអត់មានចិត្តអាចារ្យកាក់ទៅនោះបាញ់ដូចទៅយោទឹកទៅយោទឹកវាបាញ់ទៅទឹកដៅតែមួយដោយអត់មានកវេអីចង់ត្រឡប់មកវិញណាអត់មានចេតនាចង់ឲ្យគេយល់ណាវាអត់មានអានុងដល់ពេលអញ្ចឹងធ្វើនយោបាយក៏ដោយទេសនាធម៌ក៏ដោយធ្វើអីបន្តិចក៏ដោយចង់ឲ្យតែគេស្រឡាញ់វាមានលៀបវាមានយោវាមានតសើវាមានសុខដល់ពេលអញ្ចឹងទៅការងាររបស់គាត់វាមិនចេញជាប្រយោជន៍សាធារណៈអីវាចេញអត់រួចពីព្រោះវានៅក្នុងអាកំណត់អញមុនតែចាប់ផ្ដើមល្វីខួរក្បាលភ្លាមចូលដល់រឿងអញមុនភ្លាមហ្មងហេធ្វើអញ្ចឹងទៅប៉ះអញអត់បើអញនិយាយអញ្ចឹងទៅវាខូចអញអត់ហើយខូចហ្នឹងខូច4 5 6 7 8យ៉ាងដែលព្រះសម្មាសម្ពុទ្ធហៅលោកធម៌ហ្នឹងណាអាខ្លះខ្លាចខូចលៀបអាខ្លះខ្លាចខូចតសើអាខ្លះខ្លាចខូចសុកអញ្ចឹងណាបើវាដាច់អាហ្នឹងស្រួលណាបងប្អូននិយាយរួចហើយទៅស៊ីបាយចេះយើងនិយាយតែមកត្រូវអាណាតាមមកសួរដល់ផ្ទះមកសួរមកអញនិយាយតែមកត្រូវកំណត់ទស្សនៈខ្លាចអីបើយើងគិតរួចហើយយើងក៏មិនចង់បានអីពីអ្នកឯងផងបងប្អូនហើយព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាអ្នកដែលដាច់លោកធម៌ឬស្ដាងលោកធម៌យូរមួយមិនងាយទេហើយតែមិនស្ដាងលោកធម៌ហើយការងារអីទាំងអស់មិនចេញជាប្រយោជន៍សាធារណៈទៅរួចទេហើយសួរថាហេតុអីបានជាព្រះសម្មាសម្ពុទ្ធលោកបង្រៀនឲ្យមនុស្សគិតប្រយោជន៍គ្នាទៅវិញទៅមកលោកបដៅថាអត់ទេលោកត្រាស់ដឹងច្បាប់ធម្មជាតិត្រាស់ដឹងមិនមែនថ្នាក់យល់ទេណាបងប្អូនថ្នាក់ពាល់ត្រូវបងប្អូនណាសពថ្ងៃបងប្អូនហូបអាហារណាចូលក្នុងពោះណាហើយបងប្អូនអាចនិយាយគ្នាបានថាអញស៊ីបាយឆ្ងាញ់មកពីបងប្អូនគ្រប់គ្នានឹងធ្លាប់ឆ្ងាញ់បើបងប្អូនតែនិយាយជាមួយគោមិនដឹងឆ្ងាញ់មកទេនោះគ្រាន់តែមនុស្សស្រីហើយមនុស្សប្រុសរួមភេទហ្នឹងមនុស្សស្រីទទួលអារម្មណ៍មិនមនុស្សប្រុសទទួលអារម្មណ៍មិនអត់ទាំងដឹងផង
និយាយគ្នាវាមិនបានចង់និយាយថាម៉េចចង់និយាយថាពិភពលោកនឹងបង្កើតឡើងដោយចិត្តនឹងហ្មងបង្កើតឡើងដោយចិត្តសប្ងៃយើងក្តិចឈឺនឹងព្រោះចិត្តយើងវាឈឺក្តិចទៅដឹងថាឈឺយើងនិយាយស្ដាប់គ្នាបានពីព្រោះក្នុងខ្លួនយើងម្នាក់ហ្នឹងទទួលអារម្មណ៍ដូចគ្នាដែលព្រះសម្មាសម្ពុទ្ធលោកហាត់ចិត្តរបស់លោកឲ្យមានសមាធិស្ទង់ទៅដល់សេចក្តីពិតទីបំផុតគឺកូនកលាបៈដោយចិត្តពលត្រូវលោកត្រាស់ដឹងថ្នាក់ពលត្រូវមិនមែនដោយលោកធម្មមេចាសប្ងៃចាំកពីទេមិនមែនដោយខ្ញុំបញ្យល់បងប្អូនអញ្ចឹងទេអានឹងគ្រាន់តែជាមាគាដំណាក់កាលដំបូងនៃការឈានទៅរកវិបស្សនាការពលត្រូវប៉ុន្តែព្រះសម្មាសម្ពុទ្ធលោកនាំឲ្យចិត្តរបស់យើងពលត្រូវហើយបើពលមិនត្រូវទេនិយាយគ្នាមិនកើតទេដូចយើងធ្លាប់ហូបហើយយើងថាឆ្ងាញ់អញ្ចឹងណាបើអ្នកដតីគេមិនដែលធ្លាប់ហូបជាសត្វដតីវាមិនដឹងឆ្ងាញ់យ៉ាងម៉េចនិយាយគ្នាវាអត់កើតពិភពលោកនេះកើតដោយចិត្តស្អីទាំងអស់គឺកើតដោយចិត្តព្រះសម្មាសម្ពុទ្ធចិត្តរបស់លោកមានសមាធិសិលសមាធិបញ្ញាថ្នាក់ពលត្រូវពេលដែលសតិដឹងរបស់លោកពលត្រូវសេចក្តីពិតទីបំផុតលោកបានត្រាស់ដឹងច្បាប់ធម្មជាតិពិភពលោកទាំងមូលបងប្អូនប្រៀបដូចជាផែនដីនឹងវាផ្ទុះបឹងហើយខ្ទេចទាំងអស់មាត់ខាប់រលីងវាដូចផ្សែងអញ្ចឹងពិភពលោកហ្នឹងនៅថ្នាក់ពលត្រូវកូនកលាបៈចិត្តរបស់យើងបានពលត្រូវសច្ចៈក្នុងខ្លួនឥតមានលំហអីទេសោះរវាងខ្ញុំជាមួយនឹងបងប្អូនឥតមានលំហអីទេពីព្រោះអាលំហហ្នឹងណាបងប្អូនវាមានខ្យល់ហើយខ្យល់វាមានក្របម៉ូលេគុលវាទូចដល់ពេលដំណាក់កាលលាយខ្លួនយើងផិលសតិដឹងរបស់យើងលាយពេញខ្លួនភឹបឆ្លងពីលោកកៃយៈចិត្តទៅលោកកតរៈចិត្តលោកត្រាស់ដឹងច្បាប់ធម្មជាតិថ្នាក់ពលត្រូវអត់មានអ្វីទាំងអស់ក្នុងលោកហ្នឹងអត់មានអ្វីទាំងអស់មានតែកូនកលាបៈកូនអាតូមញ័រពេញពិភពលោកបានលោកដឹងថាអូសត្វលោកអើយពីព្រោះតែចិត្តពលមិនត្រូវបានប្រកាន់ថាមានអញចាប់ផ្ដើមពីមានអញដែលប្រពុតលោកថាមកពីគ្នាអវិជ្ជាបញ្ញាថ្នាក់ពលត្រូវគ្នាវាពលមិនត្រូវអញ្ចឹងបានគិតថាមានអញដល់ចាប់ដើមពីគិតថាមានអញចាប់ដើមកាយចូលផ្ទះដែលច្បាប់ធម្មជាតិទៅវាមិនតាំងដឹងអីផងអាកូនកលាបៈដីខ្សាច់ល្អិតល្អទូចដែលរាយពេញពិភពលោកវាអត់តាំងដឹងអីផងហើយយើងដោយសម្គាល់ថាមានអញចេះតែកាយចូលផ្ទះធម្មជាតិវាទ្រាំមិនបានពីព្រោះច្បាប់ធម្មជាតិវានៅជាប់គ្នាដល់យើងកាយចូលផ្ទះទ្រាំមិនបានផែនដីផ្ទុះបឹងមួយកាត់ទៅហើយច្រើនលានពាន់ដងច្រើនលានសែនដងនឹងយកទៅណាអស់ទេផែនដីផ្ទុះដោយសារមនុស្សមាន